គ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងខ្ញុំកំងមឹកស្នូកមក3គីឡូបងប្អូនមឹកស្នូកអានេះមិនមានគ្នាអាំងបងប្អូនអើយប្រឡាក់គ្រឿងអាំងហើយបុកទឹកជ្រលក់ក្រូចឆ្មាដាំទីហឹលបន្តិចបងប្អូនអូជាតិ3គីឡូបងប្អូនច្រើនណាស់នេះ3គីឡូមឹកនេះមឹកស្រស់គេយកគេលើកពីសមុទ្រមកថ្មីបងប្អូនឥឡូវយើងកំពុងធ្វើការស្រស់វាសិនហូបមឹកស្នូកអានេះបងប្អូនប្រយ័ត្នមុតដៃនេះព្រោះមឹកស្នូកនេះវាមានកន្លែងនេះកតុយវានេះមានបន្លាបងពេលយើងហូបយើងបកស្នូកវាចេញទៅលាងប៉ុន្តែបងប្អូនបញ្ជាក់ម្ដងទៀតប្រយ័ត្នមុតដៃព្រោះមឹកស្នូកវាខុសពីមឹកធម្មតាទូទៅវាមឹកស្នូកយើងវះវាដកស្នូកឃើញទៅស្នូកវានេះបងប្អូនក្មួយខ្ញុំគាត់ភាគច្រើនគាត់នេះគាត់អត់ចោលទេគាត់វះវាទៅទុកឆ្កែដាក់ប្រក្រងអីគាត់បងប្អូនស្នូកវាមកស្នូក